សូមស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេស Reading Power Builder គឺជាការអានឲ្យយល់ហើយមេរៀនទាំងអស់នេះជួយឲ្យអ្នកអានភាសាអង់គ្លេសងាយយល់គ្រប់អត្ថបទក្នុងនោះដែរមាន100មេរៀនដើម្បីហ្វឹកហាត់ទី1ចូលមើលរូបភាពឲ្យយល់មុននឹងអានមេរៀនទី2ចូលអានអត្ថបទឲ្យយល់ហើយចាំទី3ចូលធ្វើលំហាត់គ្រប់ចំណុច A B C D and E 4ត្រូវផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន5ត្រូវតែយល់ឲ្យច្បាស់គ្រប់មេរៀនទាំងអស់ហើយអានដដែលរាល់ថ្ងៃ Consistency រហូតដល់យល់ចូលចិត្តSmokey. Smokey was an old horse. Lisa used to ride Smokey. But now Smokey stayed in his field. He was happy. Lisa came to see Smokey. She would take apples and would pet her horse. Smokey liked apples. Lisa liked to run. She thought Smokey would like to run too. So she opened the gate. But Smokey didn't go out because he didn't want to. Lisa said, "You don't have to run. You stay here. I will give you an apple every day." And she did. មេរៀនទី10 Smokey ជាសេះចាស់មួយក្បាល Lisa ធ្លាប់បានជិះវាប៉ុន្តែឥឡូវនេះវាបានស្ថិតនៅក្នុងកសិដ្ឋានវាលស្រែមួយហើយវាសប្បាយចិត្តណាស់ Lisa បានមកមើល Smokey ហើយនាងបានយកផ្លែប៉ោមមកឲ្យវានាងបានលូកដៃទៅអង្អែលសេះរបស់នាងហើយវាក៏ចូលចិត្តផ្លែប៉ោមដែរ Lisa ចូលចិត្តរត់ហើយនាងគិតថា Smokey ក៏ចូលចិត្តរត់ដែរដូច្នេះហើយនាងបានបើកទ្វាររបងប៉ុន្តែវាមិនបានចេញទេព្រោះវាមិនចង់ចេញនាងនិយាយថាអ្នកមិនចាំបាច់រត់ទេឯងនៅទីនេះចុះខ្ញុំនឹងឲ្យផ្លែប៉ោមឯងរៀងរាល់ថ្ងៃ Well, did you understand? Read each question. Right or B. 1. What does this story tell you? That Smokey should do what Lisa wants. B. That there is more than one way of being kind. 2. What was one way Lisa was kind to Smokey? As she gave him apples. B. She rode him every day. 3. What was another way Lisa was kind? As she let Smokey run every day. B. She let Smokey do what he wanted to do. For how do you know that Lisa loved Smokey? As she did what was best for him. B. She told him that she loved him. 5. What made Smokey happy? A. Running, letting Lisa ride him, being alone. B. Resting, eating apples, seeing Lisa. បន្ទាប់អំពីអ្នកអានអត្ថបទខាងលើមកតើអ្នកយល់ក្នុងអត្ថបទនេះបានកម្រិតណាចូលអានសំណួរទាំងអស់ហើយជ្រើសរើសអក្សរកឬខលេខ1តើរឿងនេះប្រាប់អ្នកអំពីអ្វីក Smokey គួរតែធ្វើអ្វីដែល Lisa ចង់បានខមានវិធីច្រើនជាងមួយដើម្បីធ្វើសេចក្តីល្អលេខ2តើមានវិធីណាមួយដែល Lisa បានបង្ហាញភាពសប្បុរសចំពោះ Smokey កនាងបានផ្ដល់ផ្លែប៉ោមឲ្យវាខនាងបានជិះ Smokey រៀងរាល់ថ្ងៃលេខ3តើវិធីមួយផ្សេងទៀតដែល Lisa បានបង្ហាញភាពសប្បុរសគឺអ្វីកនាងបាននាំ Smokey រត់រៀងរាល់ថ្ងៃខនាងបាននាំ Smokey ធ្វើអ្វីដែលវាចង់ធ្វើលេខ4តើអ្នកដឹងដោយផ្ដាច់ថា Lisa បានស្រឡាញ់ Smokey កនាងបានធ្វើអ្វីដែលល្អបំផុតសម្រាប់វាខនាងបានប្រាប់ Smokey ថានាងស្រឡាញ់វាលេខ5តើអ្វីធ្វើឲ្យ Smokey សប្បាយរីករាយកការរត់ការឲ្យ Lisa ជិះលើខ្លួនការនៅតែឯងខការសម្រាកការបរិភោគផ្លែប៉ោម
ការមើលឃើញលីសា សូមអរគុណសម្រាប់ការមើលពីដើមរហូតដល់ចប់ បើចង់រៀនបន្ថែមទៀត ទី 1 សូមចុច link ភ្ជាប់ទៅ group Telegram ឬ scan QR 2 តាម Zoom ដែលមានលេខ 56 27 7382 02 3 សូមចុច link ភ្ជាប់ទៅមេរៀនជា PDF នៅក្នុង Google Drive បញ្ជាក់ដំណរដែលមានទាំងអស់នេះមាននៅខាងក្រោមវីដេអូទាំងអស់សូមអរគុណ